ឡុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងភាពតានតឹងជាពិសេសនៅពេលដែលស្ថានភាពចំនួនខ្មែរថៃបានចាប់ផ្ដើមវាបានបង្កឲ្យមានជាការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការរស់នៅនិងសុខសុវត្ថិភាពរបស់ប្រជាជនខ្មែរព្រមទាំងវីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខប៉ុន្តែបើទោះបីជាស្ថានភាពលំបាកយ៉ាងណាក្តីប្រជាជនខ្មែរយើងមិនដែលបោះបង់គ្នាចោលឡើយបេះដូងយើងនៅតែវិញគ្នាជាធ្លុងមួយនៅតែរួបរวมគ្នានិងពោពេញដោយក្តីស្រឡាញ់ការចែករំលែកនិងសាមគ្គីភាពកាន់តែរឹងមាំជាងមុនក្នុងគ្រាដ៏លំបាកមួយនេះប្រជាជនខ្មែរដែលរស់នៅតាមដងទន្លេសាបបានសាមគ្គីគ្នាប្រមូលទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីធ្វើស្បៀងត្រីឆ្អើរនិងប្រហុកសាមគ្គីក្រោមមូលនិធិ Eat More បើយើងក្រឡេកមកមើលពីស្បៀងមួយប្រភេទនេះវិញវាគឺជាប្រភេទម្ហូបអាហារដូនតានិងម្ហូបប្រពៃណីខ្មែរដែលប្រជាជនតែងតែធ្វើវាជារៀងរាល់ឆ្នាំនារដូវនេះផងដែរស្របពេលដែលរដូវត្រីកំពុងតែប្រមូលផលវាគឺជាឱកាសដ៏ស័ក្តិសមបំផុតក្នុងការធ្វើស្បៀងមួយប្រភេទនេះត្រីឆ្អើរប្រហុកប្រអកប្រហែលជាម្ហូបដ៏សាមញ្ញប៉ុន្តែវាពោពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតព្រោះវាជាម្ហូបដែលផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណខ្មែរសាមគ្គីភាពនិងក្តីអនុគ្រោះចេញពីបេះដូងរបស់ប្រជាពលរដ្ឋខ្មែរត្រីនីមួយៗត្រូវបានស្រង់ពីទឹកកាត់ដោតនិងឆ្អើរផ្ទាល់ដៃដោយការយកចិត្តទុកដាក់បំផុតសកម្មភាពយ៉ាងសស្រាក់សស្រាំក្រោមកម្ដៅថ្ងៃរងើកភ្លើងដ៏ក្តៅកគុកនិងផ្សែងភ្លើងដ៏ហុយគឺធ្វើឡើងដោយក្តីស្រឡាញ់ចិត្តមេត្តានិងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតក្នុងការផ្ដល់ជូនទៅកាន់វីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហានរបស់យើងដែលលោកកំពុងតែឈរនៅមុខសមរភូមិក្នុងបុព្វហេតុការពារជាតិការពារទឹកដីនិងការពារជីវិតប្រជាជនខ្មែរទូទាំងប្រទេសនេះមិនមែនគ្រាន់តែជាស្បៀងអាហារតែប៉ុណ្ណោះទេប៉ុន្តែវាជាសារជាកម្លាំងចិត្តនិងជាសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីប្រជាជនខ្មែរទៅកាន់វីរៈកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តព្រមទាំងជីវិតក្នុងការការពារប្រទេសជាតិមួយនេះនៅពេលដែលប្រទេសជាតិកំពុងតែជួបទុក្ខលំបាកខ្មែរយើងមិនដែលចោលគ្នាម្ដងណាឡើយយើងឈររួមគ្នាជាធ្លុងមួយយើងចែករំលែកឲ្យគ្នាយើងជ្រោមជ្រែងគ្នានិងការពារគ្នាទៅវិញទៅមកព្រោះកម្លាំងពិតប្រាកដកើតចេញពីការចេះរួបរวมសាមគ្គីគ្នា